bà khmôi chỉ tắc u nâng thưa chỉ tổ là tha tốt mình ai phát tắc ban tê mình chẳng nghe mà nếu cái chưa tập hiệp ngày ông tô ngày thì pi nờ vọt cỏ ba bọc mai bộ này cứ mình ở này tàn tập đôi khơi có đông video chân hơi như cái tha tơ like luôn ơi like đặt internet like đặt internet hơi like lỡ láng sọ co bật tái tu bây chỉ sọ co chẳng na cả đôi nâng thưa video ở bọc mai bộ bàn tu sana này vọt cỏ nơi khang sòng co bờ đây này tàn tập tam đòn tầng plus ad ad ជាពិសេសថាក្មួយខ្ញុំតែម្ដងគឺថាមកច្រើនមែនតើអារម្មណ៍ស្រស់ស្រាយទៅតាមនឹងសារមានវត្តមានក្មួយគឺមានវត្តមានពូអញ្ចឹងបានថាទូកមិនអាចខ្វះទឹកបានទេហើយបើមានទូកគឺទឹកទៅនៅបានគង់វង្សហើយអញ្ចឹងពុកម៉ែបងប្អូនដែលទៅវត្តកោះថ្ងៃមិញហ្នឹងគឺដឹងហើយបាទគឺថាសប្បាយហូរកញ្ជ្រៀវតែម្ដងហើយនេះហើយគឺជាកម្មវិធីអុំទូកមួយដែលជាកម្មវិធីបៃនៃកំផុនខ្មែរយើងទេគឺតាំងពីដើមមកគឺមានកម្មវិធីនេះអុំមុខវាំងមុខអីអញ្ចឹងទៅប៉ុន្តែឆ្នាំនេះគឺអត់ធ្វើទេនៅមុខវាំងអញ្ចឹងតាមស្រុកតាមភូមិតាមខេត្តគេមានកម្មវិធីខ្លះដែរអញ្ចឹងពិធីអុំទូកអុំបុកស្បែកខែនេះគឺពុកម៉ែបងប្អូនយើងបានទៅលេងស្រុកច្រើនដែរណាពុកម៉ែបងប្អូននេះអញ្ចឹងឆ្នាំនេះมันខុសពីឆ្នាំមុនហ្មងទេគឺថាហែនតែតាប់តែម្ដងគឺថាបើជិះម៉ូតូតាមផ្លូវកន្លែងម៉ូតូទុកអីគឺថារកមិនឃើញទេគឺណែនពុកម៉ែបងប្អូនហើយអញ្ចឹងមកថាអ្នកនៅខាងស្រុកកោបរិយគេស្រស់ដៃស្រស់ជើងគ្នាណាគេទៅបុនអុំទូកម្ដងគឺរៀបចំបានល្អឥតខ្ចោះតែម្ដងតាំងពីគណៈកម្មការតាំងពីទូករៀបចំណាហើយនៅនេះគឺមានទូកតែពីរទេសម្រាប់កីឡាករយើងធ្វើការផ្លាស់ប្ដូរហើយខ្ញុំទៅមិនដឹងថាគេអុំទូកមកគូអញ្ចឹងគេអុំពីរដងរបៀបថាដូចវាយបាល់វាយបកអញ្ចឹងណាដំបូងយើងឡើងទូកនេះហើយយើងបើថាផលិតផលចាញ់ឈ្នះយើងដូរទៅទូកមួយទៀតអញ្ចឹងមានន័យថាបងយើងទូកសហើយតបមកទៅទូកខ្មៅអញ្ចឹងណាបងប្អូនគ្នាទៅមិនដឹងថាលេខពីរបកបានដឹងថាចម្រាញ់រអ្នកឈ្នះចាញ់អញ្ចឹងណាហើយឯអ្នកឈ្នះគេយកទៅប្រកួតថ្ងៃស្អែកទៀតអញ្ចឹងគេចម្រាញ់រអ្នកឈ្នះគឺប្រកួតជាមួយនឹងអ្នកឈ្នះដើម្បីយកជ័យលាភីពៀនណាពៀនគេស្អាតមែនតើបងប្អូនអ្នកគ្នាហើយថ្ងៃនេះគឺមានវត្តមានប្រសងអង្គុយនឹងនិយាយថាមិនគេអង្គុយមើលអញ្ចឹងទៅគឺប្រសងគាត់អង្គុយបាទហើយគាត់ពៀននៅចំមុខហ្នឹងហើយចំប្រភពប្រសងហ្នឹងហើយមានមេដាយមានអីលេខ1លេខ2អញ្ចឹងទៅលេខ1លេខ2ប្រចាំពូលគេមានសិល្បៈពូសិតអីគេទៀតគេច្បាស់លាស់ណាចុះបងប្អូនដែលទៅមើលគឺថាហូរកញ្ជ្រៀវលក់គោលក់អីមួយឆ្នាំមានអុំទូកតែ3ថ្ងៃលក់សិនទៅចាក់ទូកបាទនិយាយលេងនេះបងប្អូនគ្នាហើយកម្មវិធីអុំទូកនៅនេះគឺថាល្អអត់ខ្ចោះតែម្ដងសម្បីតែខ្ញុំនេះក៏ទៅលេងខាងស្រុកកោបរិយដែរចង់វីដេអូថ្ងៃនេះគឺយើងចាំអ៊ុតមើលថ្ងៃស្អែកថាកីឡាកររូបណាដែលជាប់ជ័យលាភីដែលដណ្ដើមនៃគេថាយកពានរង្វាន់ប្រចាំឆ្នាំនេះចឹងណាបងប្អូននេះចឹងកុំភ្លេចស្អែកទៅទស្សនាជាមួយនឹងពូនេះខ្មែរទាំងអស់គ្នាបាទថ្ងៃនេះគឺថាឡើងសកតែម្ដងអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូនេះបាយបាយ